ចឹងការមុនបងប្រុសគាត់ថាវា Canva ហ្នឹងវា design ជាភាសាខ្មែរបានហ្នឹងហើយអញ្ចឹងខ្ញុំឲ្យមើលណានេះជាអ្វីដែលខ្ញុំបាន design ចេញពី prompt ណាហើយ version free ទេអត់មានខ្ញុំអត់មានបង់លុយគ្មានអីទេបាទចឹងឃើញថា slide ដែលចេញមកគឺស្អាតគួរសមហើយអក្ខរាវិរុទ្ធអីក៏វាល្អដែរបាទវាអត់មានខូចខាតខុសអីទេណាមានអឺឃើញអញ្ចឹងមាន add hook មកយើងទៀតណា add hook គ្រប់ slide ហ្មងហើយតែមើល prompt ខ្ញុំវិញគឺខ្ញុំ prompt បន្តិចទេខ្ញុំ prompt គ្រាន់ថា read document ហ្នឹងហើយបន្ទាប់មករៀបធ្វើ slide presentation ទៅហើយបន្ទាប់មកខ្ញុំបានយកអា slide អត្ថបទខ្ញុំណា context របស់ខ្ញុំហ្នឹងគឺយកទៅដាក់ឲ្យវាទៅបាទ copy ទាំងដុលទៅបាទព្រោះអានេះ version free ទេបាទយើងដាក់ file បានតាហើយបន្ទាប់មកយើងវានឹងសួរយើងពី3សំណួរខាងនេះហើយយើងបាទ generate design ទៅតែមកយើងនឹងបាននៅ slide ព្រោះហ្នឹងណា slide ដូចយើងមើលឃើញហ្នឹងអូខេហ្នឹងចឹងអក្សរខ្មែរអត់មានខូចខាតកន្លែងណាទេគ្រាន់តែកន្លែងខ្លះវាកន្លែងនេះសហប្រតិបត្តិការនេះវាថាយើងចុចលើវាមកដើម្បីវាតម្លាក់ឲ្យស្អាតអីឲ្យយើងចឹងណាបាទចឹងមានតែប៉ុណ្្នឹងទេដើម្បីបកស្រាយនៅសំណួរមួយហ្នឹងអរគុណច្រើន